បាទសូមលំអរកាយគោរពជំរាបសួរពុកម៉ែបងប្អូនជំរុំជាតិទាំងអស់គ្នាថ្ងៃនេះយើងមកស្គាល់វល្លិមួយយ៉ាងហើយមានអត្ថប្រយោជន៍ច្រើនយ៉ាងមែនទែនវល្លិនេះគេហៅថាវល្លិរំដួលបាទវល្លិរំដួលនេះគឺជាវល្លិមួយដែលស្តៀងនឹងដើមរំដួលដែរបងប្អូនព្រោះមូលហេតុអីបានហៅថាវល្លិរំដួលដោយសារផ្កាហ្នឹងគឺដូចផ្ការំដួលបងប្អូនមើលទៅគាត់ថាផ្ការំដួលនេះវាវល្លិរំដួលនេះវាតូចណាហើយផ្លែរបស់វាគេអាចហូបបានបងប្អូនណាហើយក៏អូបណាបងប្អូនដើមក៏ក្អូបហើយនឹងផ្លែហ្នឹងក៏ក្អូបដែរយើងអាចពិសាដើមរំដួលនេះបានណាបងប្អូនណាវល្លិរំដួលនេះបានបាទផ្លែវាហ្នឹងគឺហូបទៅគឺឆ្ងាញ់ផ្អែមឈ្ងុយតែម្ដងបាទដូចចេកក្អូបចឹងណាបងប្អូនបាទគឺឈ្ងុយដូចទឹកចេកណាវល្លិរំដួលនេះបាទហើយវល្លិរំដួលនេះមានអត្ថប្រយោជន៍ព្យាបាលទៅលើថ្លើមប្រភេទ B ណាអ្នកមានបញ្ហាថ្លើមប្រភេទ B គឺយកវល្លិរំដួលនេះទៅផ្សំជាមួយឱសថផ្សេងទៀតណាបាទអាចជួយសម្លាប់មេរោគថ្លើមប្រភេទ B បានយ៉ាងប្រកែកសសិទ្ធណាបងប្អូនរលាកថ្លើមអីហ្នឹងជាដើមណាបាទហ្នឹងបងប្អូនជ្រាបគឺដើមរំដួលនេះវល្លិរំដួលនេះគឺមានរោមបាទមានរោមល្អិតនៅក្នុងនេះហើយស្លឹកគឺទន់ហើយរាងស្អិតណាយើងប៉ះដៃទៅរាងស្អិតស្លឹករបស់ដើមវល្លិនេះបាទហើយសម្បកដើមដូចជាដើម